បងប្អូនទាំងអស់គ្នាត្រូវដឹងមានសញ្ញាមួយចំនួនដែលយើងអាចកត់សម្គាល់បានថានៅក្នុងរាងកាយរបស់មនុស្សយើងកំពុងតែមានបញ្ហាប្រឈមមួយទាក់ទងនឹងសត្វល្អិតនៅក្នុងឈាមសញ្ញាទី1ដែលបងប្អូនគួរកត់សម្គាល់ទាក់ទងនឹងការញ៉ាំចំណីអាហារបងប្អូននឹងមានអារម្មណ៍ថាមិនសូវឆ្ងាញ់ដូចមុនហើយបងប្អូនញ៉ាំហើយនៅចិត្តតែឃ្លានដោយសារនៅក្នុងរាងកាយបងប្អូនកំពុងតែមានបញ្ហាសត្វល្អិតដែលវាបឺតជញ្ជក់នៅសារធាតុចិញ្ចឹមនៅក្នុងរាងកាយសញ្ញាទី2គឺទាក់ទងនឹងស្បែកបងប្អូនចាប់ផ្ដើមស្លេកស្លាំងស្ងួតមិនសូវមានសំណើមហើយអារម្មណ៍បងប្អូនមិនសូវល្អហើយមានអារម្មណ៍ថាលហិតលហើយនៅក្នុងរាងកាយសញ្ញាទី3គឺតាក់ទងនឹងបងប្អូនរសាឈឺចុកចាប់តាមសាច់ដុំឬក៏ស្លាកសញ្ញាទី4គឺបងប្អូនមានអាការៈមួយឡើងកន្ទួលក៏ដូចជាមានបញ្ហារមាស់ទៅលើស្បែកសញ្ញាទី5ពេលខ្លះបងប្អូនមានអាការៈមួយគឺទល់លាមកហើយពេលខ្លះបងប្អូនមានអាការៈមួយគឺឧស្សាហ៍រាករូសសញ្ញាទី6ដែលបងប្អូនគួរកត់សម្គាល់គឺមានអាការៈហើមពោះចង់ក្អួតចង្អោរហើយពេលខ្លះវាចេញជារោគសញ្ញាមួយតាក់ទងនឹងការរលាកពោះវៀនសញ្ញាទី7ដែលបងប្អូនគួរកត់សម្គាល់ដូចគ្នាគឺតាក់ទងនឹងការគេងបានន័យថាបងប្អូនឧស្សាហ៍គេងភ្ញាក់នៅពេលយប់អារម្មណ៍មិនសូវល្អហើយបងប្អូនគេងឧស្សាហ៍យល់សប្តិច្រើនពេលខ្លះទៅបងប្អូនអរគ្នាមានបញ្ហាប្រឈមមួយគឺការដែលយើងអាឡែស៊ីជាមួយនឹងចំណីអាហារជាពិសេសជាមួយនឹងប្រភេទគ្រឿងសមុទ្រអីហ្នឹងបងប្អូនអរគ្នាពេលដែលយើងញ៉ាំចូលទៅកឡើងកន្ទួលឡើងលំមាស់ទៅលើស្បែកហ្នឹងក៏ជាសញ្ញាមួយដែលបញ្ជាក់ដូចជាកត់សម្គាល់ថាបងប្អូនកំពុងតែមានបញ្ហាសត្វល្អិតច្រើនជាពិសេសសត្វល្អិតដែលច្រើនផ្ទុកនៅក្នុងសរសៃឈាមសញ្ញាមួយផ្សេងទៀតដែលបងប្អូនគួរកត់សម្គាល់ដូចគ្នាតើតើនឹងការកែងកាឡូរាងកាយស្គមស្គាំងមិនងាយឡើងកាឡូរាងកាយបងប្អូនស្បែកបងប្អូនចាប់ផ្ដើមស្អាតអត់សូវមានសំណើមស្បែកស្ងួតអីហ្នឹងក៏ជាសញ្ញាមួយដែលរាប់បញ្ចូលថាបងប្អូនកំពុងតែមានបញ្ហាសត្វល្អិតដែរដោយសារអីតើតើជាមួយនឹងវីតាមីនក៏ដូចជាសារធាតុចិញ្ចឹមដែលបងប្អូនញ៉ាំចូលទៅហ្នឹងវាមានក្រុមមួយទៀតគឺចាំត្រង់ក៏ដូចជាចាំបើកជញ្ជក់នៅសារធាតុចិញ្ចឹមបងប្អូនទាំងអស់វាធ្វើឲ្យរាងកាយយើងមិនងាយនឹងឡើងកាឡូឬក៏ហៅកែងកាឡូហ្នឹងឯងចុះបងប្អូនអរគ្នាដែលកំពុងតែមើលវីដេអូហ្នឹងរាល់ថ្ងៃកំពុងតែមានសញ្ញាមួយចំនួនដែលរូបសម្បត្តិបានចែកលេខនឹងអត់អាចខមមិននៅក្នុងវីដេអូហ្នឹងម្នាក់មួយបានដើម្បីរកដំណោះស្រាយ